បាទសួស្តីបងប្អូនខ្ញុំបាទពូឡុងលោកបណ្ដោថ្ងៃនេះខ្ញុំសូមចែករំលែកនៅបទពិសោធន៍មួយចំនួនតាក់ទងជាមួយនឹងមូលហេតុអ្វីខ្លះធ្វើឲ្យបណ្ដោស៊ីចំណីហើយស្លាប់សម្រាប់បទពិសោធន៍របស់ខ្ញុំដែលខ្ញុំជួបប្រទះហ្នឹងទី1គឺស្លឹករុក្ខជាតិដែលយើងមិនបានស្គាល់ប្រភពច្បាស់លាស់ឬក៏ប្រភេទរុក្ខជាតិឬក៏ស្លឹកមួយចំនួនហ្នឹងដែលវាមានជាតិពុលនៅក្នុងស្លឹករបស់វាហ្នឹងចំណុចនេះនៅពេលដែលយើងពីច្រើនគឺនៅតំបន់ខ្លះដែលមិនសូវមានស្មៅឬក៏ស្លឹកចេកដែលយើងធ្លាប់ឲ្យចំណីរដងហ្នឹងយើងតែងតែចង់បានឬក៏ចង់ស្វែងរកនៅប្រភេទរុក្ខជាតិផ្សេងទៀតសម្រាប់កណ្ដូបយើងស៊ីដោយយើងមិនបានធ្វើការតេស្តសាកល្បងតើថារុក្ខជាតិហ្នឹងវាមានផលប៉ះពាល់អ្វីដល់កណ្ដូបរបស់យើងដែរទេសម្រាប់ចំណុចទី2គឺស្មៅឬស្លឹករុក្ខជាតិដែលគេបាញ់ថ្នាំឬសារធាតុគីមីពុលសម្រាប់បញ្ហានេះគឺកើតឡើងនៅភាគច្រើនគឺកើតឡើងនៅតំបន់ដែលគេធ្វើកសិកម្មនៅពេលដែលរដូវដែលគេបាញ់ថ្នាំសម្រាប់សត្វល្អិតហ្នឹងនៅពេលដែលគេបាញ់រួចវាតែងតែភាយសាយភាយទៅតំបន់ដែលយើងបានកាប់ស្មៅហ្នឹងតែដែលយើងមិនបានដឹងហើយយើងកាប់យកទៅឲ្យកណ្ដូបស៊ីសម្រាប់ចំណុចនេះភាគច្រើនអ្នកដែលទើបតែចាប់ដើមចិញ្ចឹមរំដំបងក៏តែងតែមើលរំលងដែលយើងមិនបានធ្វើការតេស្តសាកល្បងសម្រាប់បទពិសោធន៍របស់ខ្ញុំវិញនៅពេលដែលមុននឹងយកទៅឲ្យឬក៏ទៅដាក់ចំណីនៅក្នុងទ្រុងធំខ្ញុំតែងតែធ្វើទ្រុងទូចមួយសម្រាប់ឲ្យកណ្ដូបធ្វើការស៊ីសាកល្បងហើយយើងរងចាំរយៈពេល15ទៅ20នាទីប្រសិនបើកណ្ដូបដែលវាស៊ីហើយវាមិនមានធ្វើទុកអីឬក៏ស្លាប់អញ្ចឹងយើងអាចយកចំណីទាំងនោះទៅឲ្យនៅទ្រុងធំបានប្រសិនបើបងប្អូនមិនបានធ្វើតេស្តសាកល្បងទេវាធ្វើឲ្យបងប្អូននឹងខាតពេលវេលានៅពេលដែលបងប្អូននឹងមានជួបបញ្ហាបាទអរគុណសម្រាប់បងប្អូននៅតាមដានស្ដាប់វីដេអូនេះប្រសិនបើបងប្អូនមានចំណេះដឹងខ្លះៗឬក៏បទពិសោធន៍អាចផ្ដល់នៅក្នុង comment បានអរគុណជម្រាបលា